សួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃលាវាសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីជនជាតិជប៉ុនក្រុងនឹងកែលម្អឡើងវិញសម្រាប់ឲ្យប្រជាពលរដ្ឋបានមកដើរលេងកម្សាន្តនិងហាត់ប្រាណដើម្បីសុខភាពដើម្បីឲ្យគម្រោងនេះលេចចេញជារូបរាងឆាប់ៗនារសៀលថ្ងៃទី13ខែកក្កដាឆ្នាំ2026នេះឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌសង្កាត់ចុះពិនិត្យផ្ទាល់និងបានណែនាំឲ្យកែលម្អទាំងការដាំដើមឈើបន្ថែមនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរឯកឧត្តមខួងស្រេងបានមានប្រសាសន៍លើកឡើងថាទីតាំងខាងលើនេះត្រូវរៀបចំឲ្យបានស្អាតដោយដើមឈើខ្លះត្រូវជ្រើសរើសដាំបន្ថែមកែលម្អបន្ទប់ទឹកឡើងវិញចំពោះប្រឡាយទឹកដែលមានស្រាប់ត្រូវលែងត្រីគល់រាំងត្រីរាជនិងត្រីមួយចំនួនទៀតបន្ថែមពីនេះផ្លូវចូលដែលអមដោយដើមឈើធំៗស្រាប់ត្រូវចាក់ជាផ្លូវបេតុងទទឹង8ម៉ែត្រគម្រោងនេះអាចនឹងរួចរាល់នៅបំណាច់ឆ្នាំ2026ឬដើមឆ្នាំ2027ក្រោយកែលម្អឡើងវិញរួចរាល់រដ្ឋបាលរាជធានីភ្នំពេញនឹងសម្ពោធដាក់ជូនបងប្អូនប្រជាពលរដ្ឋបានចូលមកដើរលេងកម្សាន្តនិងហាត់ប្រាណដើម្បីសុខភាពឯកឧត្តមខួងស្រេងក៏បានបញ្ជាក់ថាទីតាំងនេះមានផ្ទៃដីជាង3ហិកតាយើងត្រូវរៀបចំឲ្យមានធុងសម្រាមនិងមានបង់អង្គុយលេងផងដែរគូបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើខាងលើពីលោកស្រី Michiko Kanzaki ភរិយារបស់លោក Koji Kanzaki ជនជាតិជប៉ុនតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ជូនដោយលោកស្រី Michiko Kanzaki និងរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2022លោក Koji Kanzaki ជាស្វាមីរបស់លោកស្រី Michiko Kanzaki គាត់ស្រឡាញ់ប្រទេសកម្ពុជាហើយក៏ស្រឡាញ់ធម្មជាតិដែរ